អានហើយស្រក់ទឹកភ្នែកធ្វើល្អបានអាក្រក់លោកយាយចាស់ជរារើសបានលុយយ៉ាងច្រើនរួចប្រគល់ជូនម្ចាស់ដើមវិញបែរជាគេខឹងហើយចោទគាត់ថាជាចោរកាលពីពេលថ្មីនេះលោកយាយចាស់ជរាម្នាក់មានឈ្មោះថាសេហែលហ្គើយសីចៅគួយជឺមានអាយុ81ឆ្នាំដែលតែងតែរើសបន្លែដែលគេបោះចោលយកមកធ្វើម្លប់លោកយាយមានសភាពក្រីក្រណាស់ដោយប្តីរបស់គាត់បានស្លាប់ដោយសារតែគ្រោះថ្នាក់រាយចរបន្សល់ទុកកូនប្រុសម្នាក់នៅក្នុងផ្ទះគាត់ជាអ្នករ៉ាប់រងទាំងអស់គាត់ប្រឹងប្រែងខំចិញ្ចឹមបីបាច់កូនប្រុសរហូតដល់ធំជាពិសេសក៏បានរៀបចំឲ្យកូនប្រុសរបស់មានអនាគតផងដែរក្រោយផ្សំគុំរួចរាល់ហើយគាត់គិតថាលែងពិបាកទៀតហើយតែជាក់ស្ដែងមិនបានធ្វើឲ្យគាត់បានធូរស្រាលនោះទេដោយសារតែចៅស្រីរបស់គាត់ដែលមានអាយុ3ខួបនោះមានជំងឺដ៏កាចសាហាវគឺជាជំងឺទឹកនោមផ្អែមកូនប្រុសរបស់គាត់បានលេះលែងគ្នាបន្សល់ទុកឲ្យគាត់បីបាច់ថែរក្សាចៅទាំងគាត់កំពុងលំបាកផងដែរមិនយូរប៉ុន្មានកូនប្រុសរបស់គាត់ក៏បានស្លាប់បាត់ទៀតនិយាយរួមគួរឲ្យអាណិតណាស់ទោះបីលោកយាយមានអាយុច្រើនហើយតែលោកយាយនៅតែប្រកបមុខរបររើសអេតចាយដើម្បីចិញ្ចឹមចៅស្រីទាំងខ្លួនរស់នៅទាំងវេទនាពេលព្រឹកឡើងគាត់ដើររើសបន្លែដែលគេបោះចោលតាមផ្សារយកមកធ្វើជាម្លប់សម្រាប់ខ្លួនឯងនិងចៅទោះបីគាត់លំបាកយ៉ាងណាក៏លោកយាយនៅតែបន្តធ្វើការមិនឈប់ឈរនេះក៏ព្រោះតែមិនចង់ឲ្យចៅរស់នៅវេទនានិងកំព្រាទាំងគ្រួសារនៅពេលព្រលឹមចៅស្រីបានប្រាប់គាត់ថាសាលាមត្តេយ្យទាមទារឲ្យបង់ថ្លៃសិក្សាចំនួន200លោកយាយក៏ដកហឹបមកបើករាប់លុយនៅក្នុងហឹបទាំងអស់បាន200ត្រឹមលុយនេះគាត់ខំសន្សំទុកជាយូរមកហើយគាត់បានហុចលុយប្រគល់ឲ្យចៅស្រីទៅបង់ថ្លៃសាលាចៅស្រីសប្បាយចិត្តណាស់លុយ200សម្រាប់អ្នកក្រដូចគាត់គឺច្រើនណាស់សន្សំយ៉ាងទៅបានប៉ុណ្ណឹងនៅក្រោមកម្ដៅថ្ងៃយ៉ាងខ្លាំងលោកយាយព្យាយាមកកាយសម្រាមទាំងបែកញើសហូរដាបចិត្តដល់ពេលថ្ងៃត្រង់ហើយសង្ឃឹមថានឹងរកដបទឹកដោះគោកំពុងបានខ្លះពេលថ្ងៃត្រង់លោកយាយមានតែនំប៉័ងមួយកំណាត់និងទឹកសុទ្ធមួយដបដែលច្រកយកមកពីផ្ទះសម្រាប់អាហារថ្ងៃត្រង់នៅពេលយប់ខ្នះពេលដើរត្រឡប់មកផ្ទះវិញនៅលើផ្លូវស្ងាត់ជ្រងំគ្មានមនុស្សម៉ោងប្រហែល12យប់គាត់បានឃើញកាបូបលុយមួយដែលមានលុយយ៉ាងច្រើនគាត់គិតថាម្ចាស់កាបូបលុយមិនដឹងអន្ទះអន្ទែងស្ដាយលុយប៉ុណ្ណេះទេគាត់បានឈរនៅលើផ្លូវនោះដោយគិតថាម្ចាស់គេមករកវា10នាទីក្រោយមកមានរថយន្តទំនើបមួយបើកយឺតនៅលើផ្លូវហើយអ្នកបើកឡានមើលទៅទាំងសងខាងផ្លូវហើយហាក់ដូចជាកំពុងស្វែងរកអ្វីមួយបន្ទាប់មកអ្នកបើកបរបានឃើញលោកយាយហើយអ្នកបើកឡានបានបើកបង្អួចហើយសួរថាអ៊ំស្រីមានបានឃើញកាបូបមួយនៅទីនេះទេខ្ញុំបានជ្រុះបាត់វាតើប្រភេទកាបូបអ្វីអ្នកអាចពណ៌នាវាបានលោកយាយចាស់សួរអ្នកបើកបរបានឆ្លើយតបកាបូបធំមួយពណ៌ខ្មៅដោយការរៀបរាប់របស់អ្នកបើកបរពីកាបូបដូចគ្នានឹងកាបូបដែលគាត់រើសបានគាត់សន្មត់បានថានេះជាម្ចាស់កាបូបគាត់ក៏ប្រគល់កាបូបលុយឲ្យទៅអ្នកបើកបរនោះម្ចាស់កាបូបពេញចិត្តនឹងទទួលយកកាបូបវិញហើយបន្ទាប់មកបានបើកកាបូបនោះភ្លាមស្រាប់តែមុខរបស់គាត់បានប្រែជាខឹងក្រោធហើយបាននិយាយថាទេខ្ញុំមាន200,000ឥឡូវឃើញតែ100,000ទេខ្ញុំមិនបានយកលុយមួយកាក់មួយសេនទេខ្ញុំបើកហើយគ្រាន់តែមើលអ្វីដែលនៅខាងក្នុងខ្ញុំពិតជាមិនបានរើទេបើខ្ញុំចង់យកខ្ញុំមិនជ្រុងចាំអ្នកនៅទីនេះទេលោកយាយពន្យល់លុយខ្ញុំ200,000ច្បាស់ណាស់ឥឡូវនៅតែប៉ុណ្្នឹងមានតែលោកយាយយ៉ែងអ្នកយកម្ចាស់កាបូបនិយាយលោកយាយហ៊ានស្បត់ថាបើគាត់យកលុយតែមួយកាក់មួយសេនឲ្យរន្ទះបាញ់លោកយាយនិយាយចាប់លេចចេញស្រីម្នាក់ដែលជាកូនម្ចាស់កាបូបកូនស្រីម្ចាស់កាបូបនិយាយថាថ្ងៃរសៀលនេះក្រែងប៉ាទៅធ្វើជំនួយហើយដកលុយខ្លះមែនទេពេលឮកូនស្រីនិយាយចាប់ម្ចាស់កាបូបក៏បាននឹកឃើញហើយក៏និយាយសុំទោសទៅកាន់លោកយាយថារឿងនេះជាការយល់ច្រឡំកូនស្រីម្ចាស់កាបូបក៏បានដកលុយពីកាបូប$90,000ជូនទៅអ៊ំស្រីថានេះជាទឹកចិត្តបន្តិចបន្តួចហើយក៏លាលោកយាយត្រឡប់មកផ្ទះវិញលោកយាយពេលត្រឡប់មកដល់ផ្ទះចៅស្រីរបស់គាត់ក៏សួរថាថ្ងៃនេះយ៉ាងម៉េចដែរលោកយាយដូនតបថ្ងៃនេះលោកយាយបានជួបបុរសម្នាក់គាត់បានជួបបញ្ហាលោកយាយក៏បានជួយហើយគេក៏បានជូនលុយយាយមួយចំនួនចៅស្រីបានតេះដៃឲ្យលោកយាយហើយនិយាយថាយាយពិតជាអស្ចារ្យណាស់